បងប្អូនកំពុងតែត្រូវការធ្វើ CV ស្អាតៗមែនទេតោះគឺសូមតាមដានជាមួយខ្ញុំទាំងអស់គ្នាសួស្តីបងប្អូនស្វាគមន៍មកកាន់ Channel Next Learning ថ្ងៃនេះដែរខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីទៅទៀតបង្កើត CV ស្អាតៗនៅលើ Canva អូខេចឹងដើម្បីខាត់ពេលយូរតាមសារវីដេអូជាមួយខ្ញុំទាំងអស់គ្នាជាដំបូងបងប្អូនចូលទៅកាន់ browser បងប្អូនមកបន្ទាប់មកបងប្អូនចូលទៅកាន់ website Canva អូខេសូមពិការងចាំតិចបន្ទាប់មកបងប្អូនកន្លែងនេះឃើញពាក្យថា Canva AI template និង your design អញ្ចឹងណាអូខេអញ្ចឹងបងប្អូនយក template ទាំងអស់ទៅមកបែកពាក្យថា CV មកបន្តមកទៅការ search មកអូខេបងប្អូនចុះវាចេញទម្រង់ CV ជាច្រើនបែបច្រើនម៉ូដច្រើនម៉ាកមែនតើដើម្បីឲ្យយើងធ្វើការកែប្រែឬក៏ edit ចឹងណាបងប្អូនអូខេបងប្អូនអាចមើលបាទអូខេអញ្ចឹងបងប្អូនស្វែងមួយណាយកមួយនេះទៅខ្ញុំឧទាហរណ៍ថាយកមួយនេះចុះអូខេអញ្ចឹងយើងជួយ customize template មកសុទ្ធមកវានឹងរុញមកបងរកកន្លែងនេះហើយតែកន្លែងនេះគឺជាដំណាក់កាល edit ទៅបងប្អូនអូខេអញ្ចឹងបងប្អូនឃើញអក្សរទាំងអស់យើងអាច edit បានទាំងអស់ដូចជា about me នេះយើងអាច edit បាន text ហើយអានេះ minimal អានេះជា experience skill អីចឹងណាសូមមកកន្លែងនេះ work experience អានេះ education ការសិក្សារបស់យើងណាគេអញ្ចឹងបងប្អូនចង់កែបងប្អូនចុចលើវា2ដងមកវានឹងកែប្រែនៅបងប្អូនអូខេបងប្អូនឃើញទេអញ្ចឹងយើងចង់ទៅសេបញ្ចូលព័ត៌មានយើងចូលទៅហើយយើងអាចដូរពន្ធបានកន្លែងនេះហើយទំហំអក្សរអាចដូរបានពណ៌អក្សរក៏អាចដូរបានអូខេនិយាយទៅយើងដូចធ្វើខាង Word អញ្ចឹងបងប្អូនអូខេយើងសុទ្ធតែអាចកែប្រែបានទាំងអស់សំខាន់វាមានស្រាប់ឲ្យយើងចឹងខ្លាចលើយើងស្លាញ់អូខេបងប្អូនអញ្ចឹងកន្លែងនេះយើងធ្វើការ download មកយើងចុចពាក្យ share តមកយើងចុចពាក្យថា download អូខេបងប្អូនកន្លែងនេះគឺមានឲ្យយើងរើ download ជា PDF ឬក៏ MP4 JPG អីចឹងអានេះ download PDF មកដែលឯកសារហ្នឹងអូខេចឹងសូមធ្វើការរងចាំមកទេរហូតវា download ចប់អូខេចាប់ហើយបងប្អូនឥឡូវយើងចុចមើល CV យើងមកអូខេប៉ុន្តែយើងអាច apply ទៅកន្លែងដែលយើងចង់ apply បានហើយបងប្អូនយើងមើលទៅស្តង់ដារមែនតើអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងហើយបងប្អូនជួបជាមួយខ្ញុំនៅវីដេអូក្រោយៗទៀតអរគុណ